នេះជាប្រភេទផ្ទះ5បន្ទប់គេងຂະຫນາດដីគឺ15គុណជាមួយនឹង20ຂະຫນາດផ្ទះគឺ13គុណជាមួយនឹង12យើងទុកជុំវិញផ្ទះ1ម៉ែត្រប៉ុន្តែខាងមុខផ្ទះគឺយើងទុកបាន7ម៉ែត្រអញ្ចឹងចោតឡានផុតបបោខាងមុខយើងហក់ជើងគ្រុឌមកគូអញ្ចឹងយើងមានទ្វារ2បាល់លវងយើងប្រើលវងមុនអញ្ចឹងកម្ពស់1ម៉ែត្រ60អញ្ចឹងយើងមើលខាងក្នុងផ្ទះកន្លែងនេះយើងធ្វើប្រភេទកែផ្ទះបាយហើយនឹងទទួលភ្ញៀវហើយនឹងផ្ទះបាយនេះយើងធ្វើដាច់ដោយឡែកអញ្ចឹងពេលយើងបើកទ្វារចូលមកគឺមានឈុតសាឡុងកន្លែងទទួលភ្ញៀវហើយមានឈុតតុបាយនេះគឺដោយសារសម័យឥឡូវនេះគេពេញនិយមគឺញ៉ាំតុបាយគេដាក់តុបាយនៅកន្លែងទទួលភ្ញៀវអញ្ចឹងគេញ៉ាំបាយគឺនៅកន្លែងដែលមានម៉ាស៊ីនត្រជាក់ហើយដាច់ពីផ្ទះបាយកុំឲ្យមានក្លិនអញ្ចឹងកន្លែងផ្លូវទៅផ្ទះបាយនោះគឺគេធ្វើទ្វារកញ្ចក់មួយដើម្បីកុំឲ្យមានក្លិនចូលមកកន្លែងទទួលភ្ញៀវក៏ដូចជាកន្លែងញ៉ាំបាយបន្ទប់3អញ្ចឹងខាងនេះខាងលើនេះយើងមាន3បន្ទប់គេងអញ្ចឹងយើងមានបន្ទប់គេង2នេះទលាយដោយសារយើងធ្វើម៉ូដចេញបន្ទប់4ជ្រុងពេញយើងធ្វើម៉ូដបន្ទប់ទឹកលាក់វាណាដល់ពេលបន្ទប់នេះដោយសារយើងមានពលឺគ្រប់គ្រាន់អញ្ចឹងវារៀងតូចជាងគេបន្តិចដោយសារយើងលោកបន្ទប់ទឹកក្នុងហ្នឹងដោយឡែកបន្ទប់2នៅខាងនេះវិញទលាយអស់ទាស់ហ្មងជាប្រភេទ VIP room អញ្ចឹងយើងធ្វើលោកបន្ទប់ទឹកដែរបន្ទប់ទឹកយើងសត្រូវຂະຫນາດស្តង់ដារបន្ទប់ទឹកຂະຫນາດស្តង់ដារនៅនេះគឺ1ម៉ែត្រ4សាច់ក្នុងគុណជាមួយនឹង2ម៉ែត្រកន្លះអញ្ចឹងខាងនេះគឺបន្ទប់ពេញຂະຫນາດពេញជ្រុងយើងអាចដាក់ក្រែហើយនៅសល់ទលាយអាចដាក់សាឡុងបានទៀតនៅប្រឡោះកណ្ដាលនេះយើងមានទូតាំងមួយយើងអាចដាក់ទូតាំងយើងអាចដាក់ទូរទស្សន៍នៅខាងលើក៏បានអញ្ចឹងបន្ទប់2នេះ VIP តែម្ដងហើយនៅក្នុងផ្ទះបាយយើងមានដាក់ឡាបូហើយយើងមានដាក់ធ្នើចក្រានបាយទូចក្រានបាយអញ្ចឹងមកហើយយើងមានប្រអួចមួយនៅពីលើឡាបូដើម្បីឲ្យកន្លែងយើងចានមានពលឺគ្រប់គ្រាន់ហើយយើងមានទ្វារចេញទៅខាងក្រោយមួយចឹងផ្ទះនេះទលាយស្អាតដីតូចតែយើងអាចធ្វើបានដល់5បន្ទប់គេងហើយមាន master room 2ទៀត